លោក Zong Frong Sotan បានប្រដូចសង្គ្រាមឈ្លានពានរបស់ថៃមកលើកម្ពុជាពេលនេះគឺជាសង្គ្រាមលានដ្ឋាននៅក្នុងសម័យសង្គ្រាមលោកលើកទី1ដោយថៃឈ្លានពានឈ្នះមិនបានយូរកម្ពុជាការពារទឹកដីដោយមិនចេះចាញ់លោក Zong Frong Sotan រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីបានសរសេរសំណេរលើ Facebook ផ្ទាល់ខ្លួននៅថ្ងៃទី24ខែធ្នូថាកម្ពុជាមិនអាចចាញ់ថៃមិនអាចឈ្នះ18ថ្ងៃក្រោយពីការចាប់ផ្ដើមវាយលុកលើទឹកដីខ្មែរនៅតាមបណ្ដោយព្រំដែនប្រវែងជាង800គីឡូម៉ែត្រកងទ័ពថៃវាន់ជើងក្នុងសង្គ្រាមរ៉ាំរ៉ៃគឺជាសង្គ្រាមលានដ្ឋានដោយចម្បាំងនៅ Verdun ឆ្នាំ1916កាលពីសម័យសង្គ្រាមលោកលើកទី1ចេញពីលានដ្ឋានវាយសម្រុកយកបានទីតាំងមួយកន្លែងតែមិនបានយូរឡើយត្រូវបានគេវាយរុញច្រានវិញរួចហើយបាក់តបនាំគ្នារត់ចូលលានដ្ឋានវិញនិយាយបែបផ្សេងថៃឈ្លានពានឈ្នះមិនបានយូរកម្ពុជាការពារទឹកដីដោយមិនចេះចាញ់លោក Zong Frong Sotan បន្តថាប៉ុន្តែសង្គ្រាមនេះបន្តសម្លាប់មនុស្សយុទ្ធជនទាំងសងខាងដែលសុទ្ធតែជាកូននៃប្រជាជាតិថៃនិងជាកុលបុត្រនៃប្រជាជាតិកម្ពុជាបន្តពលីម្ខាងត្រូវបានគេបញ្ជូនឲ្យមកស្លាប់ដើម្បីវាយយកដីនិមិត្តរូបពី3ចង្អាមម្ខាងទៀតត្រូវការពារទឹកដីដូនតាបូរណភាពអធិបតេយ្យភាពយុត្តិធម៌កិត្តិយសនិងភាពថ្លៃថ្នូរលោកបន្ថែមទៀតថាដើម្បីលាក់បាំងបរាជ័យនៅលើដីកងទ័ពថៃបន្លឺសំឡេងរន្ទះនៃយន្តហោះចម្បាំង F16 ដែលទម្លាក់គ្រាប់បែកពីលើអាកាសដោយស្នូរកំភ្លើងធំលាន់ឮបែកមេឃនៃសមរភូមិ Verdun នាសម័យសង្គ្រាមលោកលើកទី1នេះមិនមែនដើម្បីជ័យជំនះនោះទេតែដើម្បីបំភ័យប្រជាពលរដ្ឋខ្មែរនិងដើម្បីឃោសនាប្រាប់ប្រជាជនថៃថាកងកម្លាំងរបស់ថៃកំពុងឈ្នះតែតាមការពិតបាននឹងកំពុងបន្តប្រឡាក់ប្រតានៅមុខមាត់នៃនគរថៃកិត្តិយសនៃមេតបនិងកទានដ្ឋាននៃរដ្ឋាភិបាលថៃហើយអ្វីពីព្រោះបណ្ដាយុទ្ធជនដែលកំពុងពេញកម្លាំងនៃប្រទេសមួយនេះបានស្លាប់កជើងគ្នានៅក្នុងព្រៃកម្ពុជាក្នុងសង្គ្រាមមួយឥតន័យនិងដើម្បីបុព្វហេតុស្នេហាជាតិមួយคล้ายៗសម្រាប់បំពេញអារម្មណ៍នយោបាយរបស់ពួកជ្រុលនិយមមួយក្តាប់តូចដូច្នេះថៃត្រូវបញ្ឈប់ការឈ្លានពានមកលើកម្ពុជាជាបន្ទាន់នេះបើយោងតាមលោក Zong Frong Sotan